ជីវិតជាសិស្សឆ្នាំទី1ផ្លេចខ្លួនឥឡូវបានចប់គេបានខាន់ចេញវីដេអូយូរឥឡូវចេញវីដេអូបញ្ចប់ឆ្នាំទី1នឹងគេដែរខាន់និយាយក្នុងវីដេអូដូចមានអ្នកតាមដានច្រើនណាស់រដងផុសមួយតែខ្លួនឯងសោះឲ្យថាពេលយូរឥឡូវមកមើលថាក្នុងមួយថ្ងៃខ្ញុំធ្វើអីគេខ្លះ Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំហ្វាងគឺជាសិស្សដែលរៀននៅតែបានឆ្នាំទី1អញ្ចឹងមានអ្នកខ្លះប្រកាសជាស្គាល់ខ្ញុំមកនៅវីដេអូផ្សេងៗអញ្ចឹងណាហើយថ្ងៃហ្នឹងគឺជាថ្ងៃបញ្ចប់ដែលខ្ញុំត្រូវនៅសាលាអញ្ចឹងមកមើលថាខ្ញុំធ្វើអីគេខ្លះដូចបានឃើញមុននឹងអញ្ចឹងងើបមកខ្ញុំបានលាបពាក់អីហើយខ្ញុំដើរមកសាលាហ្មងដោយសារតចិត្តដល់ម៉ោងប្រឡងណាព្រោះអីថ្ងៃប្រឡងថ្ងៃបញ្ចប់ហើយម្នាក់ខំមើលមេរៀនមែនតើដូចខ្ញុំអីហ្នឹងតើ5នាទីមុនប្រឡងបានមើលបើថានៅផ្ទះធម្មតាដែលមើលមេរៀនទេអា5នាទីហ្នឹងនិយាយពីថាអូខំណាចេញលទ្ធផលមកដឹងអង្គុយសែនរហូតហ្មងហើយចេញពីប្រឡងហ្នឹងគឺខ្ញុំដើរទៅពេទ្យដោយសារថ្ងៃហ្នឹងខ្ញុំត្រូវទៅពេទ្យដើរមកដល់ពេទ្យហើយមានសេចក្ដីបុកពុះឡើងត្រូវបិទចាក់ហើយគឺត្រូវចុះឈ្មោះសិនពីពេទ្យវិញនិយាយថាចូលឡើងសុខសាន្តនឹងខ្ញុំទៅយកលទ្ធផលផ្សេងឥឡូវមកពេទ្យថ្មិញម្ដងឈឺថ្មិញផងឈឺអីផងហើយចេញពីពេទ្យថ្មិញហ្នឹងគឺភ្លៀងអញ្ចឹងត្រូវដើរកាន់ឆាត់ហើយទៅផ្សារអញ្ចឹងទៅផ្សារហ្នឹងអត់ដែរទិញអីទេខ្ញុំទៅតែដើរមើលទេទៅមើលថាគេមានអីខ្លះអញ្ចឹងណាពីផ្សារហ្នឹងខ្ញុំមកផ្ទះធម្មតាអញ្ចឹងវីដេអូខ្ញុំមួយថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯង